ngày mà hăng trách banประเทศ Australia ห้ามขวัญมันเอานอมโจประเทศរបស់ខ្លួនខណៈប្រទេសម៉ាឡេស៊ីនិងអារ៉ាប់រួមក៏ធ្លាប់ហាមឃាត់ផលិតផលមួយនេះมันឲ្យលក់នៅក្នុងប្រទេសរបស់ខ្លួនផងដែរថ្មីនេះញាក់ញែសន្តិសុខជីវសាស្ត្ររបស់ប្រទេសអូស្ត្រាលីបានចេញសេចក្តីប្រកាសអាសន្នដល់អ្នកដំណើរអន្តរជាតិទាំងអស់ដែលចូលទៅកាន់ប្រទេសរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការនាំយកប្រេងកាឡាមួយប្រភេទនេះតាមខ្លួននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍អញ្ញាធិបបានបញ្ជាក់ថារាល់អ្នកធ្វើដំណើរដែលមានផលិតផលនេះតាមខ្លួនត្រូវធ្វើការរាយការណ៍ឬប្រកាសប្រាប់មន្ត្រីគយជាដាច់ខាតក្នុងអំឡុងពេលធ្វើការឆ្លងកាត់ត្រួតពិនិត្យអន្តរជាតិយន្តហោះដើម្បីជៀសវាងការបំពានច្បាប់របស់ប្រទេសអូស្ត្រាលីការហាមឃាត់នេះបានកើតឡើងក្រោយពីមន្ត្រីជំនាញនៅប្រលានយន្តហោះបានត្រួតពិនិត្យរកឃើញថានៅក្នុងប្រេងកាឡាមួយប្រភេទនេះមានផ្ទុកនូវសារធាតុផ្សំពីរុក្ខជាតិចំនួន6ប្រភេទដែលស្ថិតនៅក្នុងបញ្ជីតាមដាននិងអាចបង្កហានិភ័យដល់សន្តិសុខជីវសាស្ត្ររបស់ប្រទេសអូស្ត្រាលីគួររំលឹកផងដែរថាកាលពីឆ្នាំមុនក្រសួងសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ីក៏ដូចជាអារ៉ាប់រួមក៏បានប្រកាសហាមឃាត់មិនឲ្យលក់ផលិតផលមួយនេះនៅក្នុងប្រទេសរបស់ខ្លួនផងដែរក្រោយពីរកឃើញថាមានសារធាតុបំពុលចម្លងមេរោគបាក់តេរីជាច្រើនប្រភេទដែលបង្កឲ្យមានគ្រោះថ្នាក់នៅក្នុងផលិតផលមួយនេះ